Nossa festa do fim de semana nada vai me parar, 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 nada vai me parar. សួស្តីអ្នកនរគ្នា Welcome back to my YouTube channel ហើយថ្ងៃនេះដែរថ្ងៃទី30ពេលថ្ងៃអីអញ្ចឹងខ្ញុំចង់អាប់ដេតជាវីដេអូជូនអ្នកនរគ្នាតិចដែរអញ្ចឹងយើងចូលទៅដោយសារផ្សារក៏កំពុងតែមូរៀងល្អដែរអញ្ចឹងយើងក៏លេចទៅមើលកាលពីថ្ងៃសុក្រអញ្ចឹងឃើញតាផ្សារផ្សាយវេនៅចន្លោះម្ដងនេះដែរហើយក៏បានរត់ដាច់4480បន្តឡើងទៅគោលដៅទី1របស់យើងអញ្ចឹងមានការចូលស៊ីនទី2របស់យើង4521ហើយបាន break ប៉ុណ្ណឹងតិចបើយើងមើល time frame 1ម៉ោងអត់ break ទេប៉ុន្តែបើយើងមើល15នាទីឃើញថាឡើងលោតដល់54 55ហ្នឹងក្បែរនឹង TP ទី2របស់យើងដែរជា target ទី2របស់យើង4565ដែរអញ្ចឹងឥឡូវទីផ្សារក៏កំពុងតែមូដែរ4520ជាង27ហើយអញ្ចឹងត្រឡប់មកវិញខ្ញុំ clear អស់ហើយគួរសមហើយអញ្ចឹងយើងចង់ឲ្យអ្នកនរទៅមើលថ្ងៃថ្មីហ្មងអញ្ចឹងសម្រាប់ target នេះក៏ខ្ញុំលុបសិនដែរប៉ុន្តែ target 2នេះខ្ញុំអាចថាទុកសិនបានទុកសិនដោយសារយើងត្រូវមើលទៅចំណុចហ្នឹងដែរអញ្ចឹងដំបូងដូចយើងធ្វើរាល់ដងយើងរកចំណុច high តងពីនេះទៅអូខេ high នេះលើកមកនេះសិនទៅចំណុចនេះ4 5 ដង high ប៉ុន្តែអានេះ high មិនសូវមិញទេមិនសូវមិញទេ high ថ្ងៃសុក្រទេអ្នកនរគ្នាអូខេអញ្ចឹងសម្រាប់ថ្ងៃហ្នឹងឃើញថាធ្លាក់មកបើកផ្សារក៏មានការធ្លាក់ចុះយ៉ាងច្រើនគួរសមអញ្ចឹងយើងអាចយកពីចំណុច4420នេះឬក៏យកអា low នេះក៏បានដែរ4406អញ្ចឹងខ្ញុំអាចថាយក4420ចុះ4420ជា low ថ្ងៃហ្នឹងឬក៏ low OC ក៏បានដែរយើងអាចថាអញ្ចឹងក៏បានដែរអញ្ចឹងបន្ទាប់ពីយើងបានតម្លៃ high តម្លៃ low ហើយយើងចែកវាជា2សិនទៅអញ្ចឹងខ្ញុំគិតថាវាចន្លោះពីនេះអាចថា4990និង4880ជាចំណុចប៉ុណ្ណឹងអូអញ4990ហើយនឹងត្រូវ91 90អូខេអញ្ចឹងត្រង់ចំណុចនេះជា 50% 4490 50%អញ្ចឹងអានេះជា 50% នៃ rank ថ្ងៃហ្នឹងត្រង់ចន្លោះប៉ុណ្ណឹងនេះតួចំណាំអូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយអញ្ចឹងជាស៊ីនទី1ខ្ញុំជូនដល់អ្នកនរគ្នាស៊ីន01អញ្ចឹងតម្លៃពី high មក low នេះបាទឡើងផុត 50% ហើយអញ្ចឹងបើយើងមើលក្នុង time frame 15នាទីអាចនឹងមាន retrace បន្តិចដែរអញ្ចឹងខ្ញុំគិតថាគោលដៅបន្ទាប់ដែលទៅរកគឺ4555អាហ្នឹងជាស៊ីនទី1សម្រាប់ចន្លោះម៉ោងប៉ុណ្ណឹងចិត្តចូលអានេះចូល pre London ហើយអញ្ចឹងចាប់ដើមចូល London ហើយនៅ New York អាចនឹងមានការប្រែប្រួលអញ្ចឹងអានេះស៊ីនទី1សម្រាប់New York សម្រាប់ London sorry ហើយទី2ខ្ញុំឲ្យជាស៊ីនទី2ចាំសេលេងដល់ត្រូវ02អញ្ចឹងសម្រាប់ស៊ីនទី2អាចនឹងខ្ញុំគូម្ដុំនេះអញ្ចឹងស៊ីនទី1ខ្ញុំដាក់នៅគៀតនេះទៅអញ្ចឹងស៊ីនទី2អាចនឹងមានពី4555មក100ចន្លោះ4480សិនអញ្ចឹងបើសិនជាមានការ break 4480និង4490ហ្នឹងវាជាចំណុច 50% ធ្លាប់តែជា resistance របស់វាក៏ជា support ដែរអញ្ចឹងបើសិនជាមានការ break ផុត4480និង4490មាន retrace តិចតួចនឹងបន្តរុញតម្លៃមក4420ដដែលអញ្ចឹង4420ខ្ញុំគិតថាមិនមែនធំតែ4420ទេ4420នឹងមានការ break ផុត4420បន្តិចទៅអាចនឹងថាផ្ដាច់ម៉ោង OC អញ្ចឹងអាចនឹងផ្ដាច់ម៉ោង
អាស៊ីឡូដែរយើងអាចថាដល់44អឺ44ស្ដើងឯណាទៅអញ្ចឹងយើងអាចដាក់អញ្ចេះអញ្ចឹងកន្លែងនេះខ្ញុំម៉ាកមួយជា4400 target មួយដែរអូខេអញ្ចឹងត្រង់ចំណុចនេះ High Friday ត្រង់ចំណុចនេះក៏ជា target ទី1ដែរប៉ុន្តែ target ទី1នៃ Sen ទី1អូខេយើងបានប៉ុណ្ណឹងហើយបើយើងមើលសម្រាប់ Sen ទី2យើងទៅងាកទៅមើលតម្លៃចាស់អញ្ចឹងប្រហែលថ្ងៃនេះដែលយើងប្រើក៏ឃើញថានៅតែប្រើ buy zone នេះ valid ដដែលទេអញ្ចឹងនៅពេលដែលខ្ញុំរុញមកអញ្ចឹងខ្ញុំសុំដូរពណ៌ជូនអ្នកនរគ្នាទៅខ្ញុំគិតថាយើងពិបាកមើលពេលជាទីលុបចោលនេះអញ្ចឹងក្នុងម្ដុំនេះក៏ជា buy zone ដដែលទេនេះ buy zone ម្ដុំនេះអញ្ចឹងយើងឃើញថានេះមកពីទម្រង់ Q នឹងមកនេះខ្ញុំលុបដកចោលសិនចាំមកវាអញ្ចឹងយើងឃើញថា buy zone តាំងពីថ្ងៃនេះមកហើយអញ្ចឹងបើយើងដាក់43.5វាគឺចន្លោះប៉ុណ្ណឹងតែខ្ញុំគូជាឡាញជូនអ្នកនរគ្នាវិញនេះអញ្ចឹងឃើញថាមកប៉ះ buy zone របស់យើងផងចំណុចនេះមួយផងចំណុចនេះមួយអូខេផងចំណុចនេះមួយអញ្ចឹងអាចនឹងមាននិយាយទៅចំណុចនេះយល់ទៅផងចំណុចនេះមួយក៏ជាកប៉ះនៅ buy zone របស់យើងដែរអើយអញ្ចឹងថងនេះក៏ប៉ះ buy zone របស់យើងមួយថងនេះក៏មួយអញ្ចឹងបើសិនជាមានការ break 44.20សម្រាប់ថ្ងៃហ្នឹងឬក៏ចូលមកក្នុង zone របស់យើង44 42ហ្នឹងឬក៏ដល់43.5ចន្លោះប៉ុណ្ណឹងអញ្ចឹង range វាធំតិចអញ្ចឹងអ្នកនរគ្នាឲ្យទៅចូល zone ហ្នឹងអាចយើងថារងចាំមុនតិចទៅថាវាអាចនឹងមាន sweep អត់បើមានជា sweep យើងចាំទិញពីក្រោមផុត44.20អាចជា44យើងទឹកបន្តទៅលើវិញក៏ល្អដែរអូខេបាយអូខេចង់ចំណុចហ្នឹងយើងមានថា buy back ទៅវិញពី4000 target ទី1នេះចឹងខ្ញុំព្រីធំពី target ទី1 4400បន្តទៅទិញទៅលើវិញអញ្ចឹងចំណុចដែលយើងត្រូវមើលវិញគឺ44.8និង44.9នេះជាតម្លៃ 50% នឹងឯងអូខេខ្ញុំអាចមកឲ្យធំអញ្ចឹងស៊ីនទី2វាគួបផ្សំជាមួយនឹងការធ្លាក់ចុះហ្នឹងហើយជាមួយនឹងកន្លែងដែលតំបន់ពេញរបស់យើងដដែល buy zone អាច buy ពីហ្នឹងទៅបន្តឡើងទៅវិញរ target 50% របស់យើង44.8និង44.9ហើយបើសិនជាមានការ break ផុតហ្នឹងក៏យើងទៅមើលទៅលើយើងដដែលដូចចូលទៅស៊ីនទី1របស់យើងវិញដដែលអញ្ចឹងគឺតម្លៃ45.55ហ្នឹងគឺជាគោលដៅបន្តរបស់យើងដែរអញ្ចឹងបើអ្នកនរគ្នាគិតថាវាយ៉ាងឆ្ងាយយើងអាចចែកវាជា2ទៅយើងអាចចែកមកប្រឡោះនេះជា2ទៀតមកអញ្ចឹងអ្នកនរគ្នាអាចនឹងឬក៏ជា3ក៏បានដែរ TP អ្នកនរគ្នានឹងហត់ទៅស្រួលវាអាចថា10ទៅ20លេខដែរព្រោះឯងមិញ65 70លេខរបស់យើង70លេខយើងចែកជា2ទៀតវា35អញ្ចឹងយើងចែកជា3ហ្មងវាខ្ទង់20លេខជាងដែរអាចថា25លេខចុះអញ្ចឹងក៏វាធំដែរ rank ប៉ុណ្ណឹងវាល្អក្នុងការយើងជួញដូរអត់សូវមានហានិភ័យដូចគ្នាអញ្ចឹងយើងសម្រាប់សិនយើងពីរហ្នឹងថ្ងៃហ្នឹងមានប៉ុណ្ណឹងទេយើងងាកទៅមើលដុល្លារវិញគេឃើញថាដុល្លារក៏នៅល្អតារាទេនៅឡើងតារាទេអត់មានបញ្ហាទេយើងទៅមើលប្រេងដូចខ្ញុំបញ្ជាក់អញ្ចឹងផុត rank របស់យើងហើយតម្លៃថងនេះ100ក៏ផុត high ដែរនេះ high ក៏ផុតដែរផុត high នេះមិនមែន high តម្លៃខ្ពស់នេះ119ទេអ្នកនរគ្នាអញ្ចឹងផុត high នេះឥឡូវមានការបើកផ្សារមកមានការចុះមិនតិចទេប៉ុន្តែនៅលើចន្លោះតម្លៃ100ដដែលអញ្ចឹងមានន័យថាប្រេងក៏នៅតែល្អដែរអាចថាប្រុងប្រយ័ត្នសម្រាប់មាសអញ្ចឹងអាចថាមានការប្រែប្រួលនៅម៉ោងញូវយ៉កដូចគ្នា